តែបងប្អូនស្គាល់មហាកំពែងមួយនេះដែរទេមហាកំពែងនេះត្រូវបានគេស្គាល់ថាជាមហាកំពែងរបស់ប្រទេសចិនមហាកំពែងចិនគឺជាបន្ទាយដ៏វែងអន្លាយដែលធ្វើពីថ្មដីឥដ្ឋនិងឈើជាដើមដែលមានទម្រង់ដូចជារបងដើម្បីការពារប្រទេសជាតិពីការឈ្លានពានរបស់ពួកខ្មាំងសត្រូវនាសម័យនោះមហាកំពែងចិនត្រូវបានកសាងឡើងដោយស្ដេចស៊ីនស៊ីហួងពីឆ្នាំ221ដល់ឆ្នាំ206មុនគ្រិស្តសករាជដែលជាអធិរាជទី1នៃប្រទេសចិនបន្ទាប់ពីព្រះអង្គបានសគត់ទៅរាជវង្សក្រោយៗមកក៏បានសាងសង់មហាកំពែងមួយនេះបន្តគ្នាមហាកំពែងយក្សមួយនេះបានលាតសន្ធឹងពីក្រុងសានហៃគួននៅភាគខាងកើតរហូតដល់ទន្លេលបនរនៅភាគខាងលិចតាមការសិក្សាដោយប្រើបច្ចេកវិទ្យាទំនើបបានកំណត់ថាមហាកំពែងចិនទាំងមូលរួមទាំងដៃរបស់វាមានប្រវែងសរុបរហូតដល់ទៅ 21196.18 គីឡូម៉ែត្រមហាកំពែងចិនទាំងនេះមានកម្ពស់និងទទឹងផ្សេងគ្នាអាស្រ័យទៅតាមកន្លែងនីមួយៗតែភាគច្រើនវាមានកម្ពស់ចន្លោះពី5ទៅ8ម៉ែត្រនិងមានទទឹងចន្លោះពី4ទៅ5ម៉ែត្រនៅសម័យនោះពិបាកក្នុងការរកវត្ថុធាតុដើមដូច្នេះចិនត្រូវយកថ្មភ្នំដីឥដ្ឋនិងឈើយកមកកសាងមហាកំពែងចិនមួយនេះមានឈ្មោះជាភាសាអង់គ្លេសថា Great Wall of China តែមានឈ្មោះហៅក្រៅដ៏អាក្រក់មួយទៀតគឺជាទីកន្លែងបញ្ចុះសពដ៏វែងជាងគេនៅលើពិភពលោកព្រោះបើយោងតាមការប៉ាន់ស្មានមានមនុស្សជាង1លាននាក់បានស្លាប់ក្នុងការកសាងវីដេអូមួយនេះមានតែប៉ុណ្្នឹងទេបើចូលចិត្តកុំភ្លេចជួយចុច Follow និង Subscribe ម្នាក់មួយផងអរគុណសម្រាប់ការទស្សនា